មានសួរដល់អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អាណាចក្រតារានិករជាមួយខ្ញុំបាទ Akem ថ្ងៃនេះខ្ញុំមកនិយាយអំពីក្រុមតារានិករធាតុទឹកអញ្ចឹងក្រុមតារានិករធាតុទឹកទាំងអស់គឺមាន3 Cancer Scorpio Pisces ទី1គឺតារានិករ Cancer អញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងចន្លោះថ្ងៃទី21ខែមិថុនារហូតដល់ថ្ងៃទី22ខែកក្កដាពួកគាត់គឺជាតារានិករ Cancer យើងមកដឹងត្រួសពីតារានិករ Cancer អញ្ចឹង Cancer គាត់គឺជាមនុស្សម្នាក់ដែលសម្បូរទៅដោយភាពសន្តោសប្រណីក៏ដូចជាភាពជាមេត្តានៅក្នុងខ្លួនឬមួយក៏ជាអ្នកមើលថែនៅក្នុងខ្លួនបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើ Cancer គាត់ស្មោះត្រង់ដល់កម្រិតណា Cancer គឺគាត់ស្មោះត្រង់ដឹងតែស្មោះត្រង់មួយអ្នកទាំងអស់គ្នាមិនថាតំណែងស្នេហាមិត្តភាពឬមួយក៏ដៃគូអីទេគឺពួកគាត់តែងតែស្មោះត្រង់ជាមួយនឹងដៃគូរបស់ពួកគាត់ចំណិចឬមួយក៏ស្នេហារបស់ពួកគាត់អីចឹងទៅប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នារបៀបហ្នឹងថាអត់សូវខ្វាយខ្វល់ពី Cancer ឬមួយក៏ភ្លេចខ្លួននៅក្នុងការឲ្យតម្លៃទៅលើតំណែងរបស់ពួកគាត់អ្នកទាំងអស់គ្នានឹងបាត់បង់ Cancer នៅក្នុងរយៈពេលដ៏ខ្លីបំផុតអាចនិយាយបានថាអ្នកដែលគាត់ទទួលរងអារម្មណ៍ផ្លូវអារម្មណ៍តាំងពីទូចមកដូចជា Cancer អញ្ចឹងគាត់ត្រូវការថ្នាក់ថ្នមច្រើនហើយកុំបន្ទោសពួកគាត់ថាពួកគាត់គឺជាក្មេងតូចពួកគាត់ជាក្មេងតូចពិតមែនប៉ុន្តែការទ្រាំរបស់ពួកគាត់ណាគឺក៏មានដែនកំណត់ដូចគ្នាមិនមែនថាឲ្យអ្នកទាំងអស់គ្នាធ្វើអីសុទ្ធតែចិត្តទៅលើគាត់ទេណាតារានិករធាតុទឹកទី2គឺជាតារានិករ Scorpio អញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងចន្លោះថ្ងៃទី23ខែតុលាដល់ថ្ងៃទី22ខែវិច្ឆិកាគាត់គឺជាតារានិករ Scorpio តារានិករ Scorpio គាត់គឺជាមនុស្សដែលមានភាពត្រជាក់នៅក្នុងខ្លួនច្រើនមែនតើនិយាយទៅគឺត្រជាក់ដូចតកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រាប់អានឬមួយក៏ចង់ញ៉ែ Scorpio អីហ្នឹងគិតឡើងវិញម្ដងទៀតថាទ្រាំជាមួយនឹងអត្តចរិតរបស់គាត់បានអត់ដោយសារថាភាគច្រើន Scorpio គាត់ចូលចិត្តពិសោធន៍ហើយក៏ចូលចិត្តលះបង់ដូចគ្នាដែរបើពិសោធន៍បានសម្រេចហើយគឺគាត់ចាប់តាមលះបង់ទៅតាមក្រោយហើយដែលសំខាន់ Scorpio គាត់អត់ចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងមកពិបាកដោយសារគាត់ទេនៅក្នុងពេលដែលស្រឡាញ់គ្នាឬមួយក៏ពេលដែលតាក់ទងលក្ខណៈជាមិត្តភាពបែបជិតស្និទ្ធអីហ្នឹងអ្នកទាំងអស់គ្នាព្យាយាមយល់ពីអារម្មណ៍ស្ងប់ស្ងាត់របស់គាត់អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាយល់ពីអារម្មណ៍ស្ងប់ស្ងាត់របស់គាត់អ្នកទាំងអស់គ្នានឹងដឹងថា Scorpio គាត់ត្រូវការអីហើយអីដែលសំខាន់មួយទៀត Scorpio ពេលដែលបានបើសិនជាបានស្រឡាញ់បើសិនជាបានលើកទឹកចិត្តបានអីមួយគ្នាយូរទៅ Scorpio នឹងឲ្យអ្នកទាំងអស់គ្នាដឹងវិញតែម្ដងថាជំរឿចិត្តរបស់គាត់ចិត្តគំនិតរបស់គាត់និងការគិតមួយចំនួនទៀតគឺគាត់សន្និដ្ឋានគិតលើយើង 80% នៃជីវិតរបស់គាត់ហើយតារានិករធាតុទឹកទី3ឬមួយក៏ជាតារានិករធាតុទឹកកូនពៅគឺ Pisces អញ្ចឹងសម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី19ខែកុម្ភៈរហូតដល់ថ្ងៃទី20ខែមិនិនាពួកគាត់ស្ថិតនៅក្នុងតារានិករ Pisces គឺជាមនុស្សដែលមានអត្តចរិតមានជំរឿចិត្តជ្រៅជាងមហាសមុទ្រនិយាយទៅគឺពិបាកយល់តែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាមានដៃគូមានមិត្តភក្តិជា Pisces អីពិបាកប៉ាន់ស្មានណាថា Pisces គាត់គិតអីហើយគាត់ចង់ធ្វើអីអញ្ចឹងណាពីព្រោះអីតាមការអ្វីដែលខ្ញុំមើលឃើញទៅលើ Pisces កន្លងមកមិនថា Pisces រូបណាទេគឺពួកគាត់តែងតែមានអត្តចរិតកូដប្រចាំខ្លួនរបស់ពួកគាត់គឺខុសពីតារានិករផ្សេងៗទៀតខ្លាំងមែនតើលក្ខណៈពិសេសរបស់ Pisces គឺគាត់ចូលចិត្តតាមចាប់ក្តីសម័យរបស់គាត់ឬមួយក៏ជាមនុស្សដែលមានការស្មារតីសម័យខ្ពស់ហើយបើសិនជាអ្នកទាំងអស់គ្នាប៉ះចំដៃគូដែលមានជាតារានិករ Pisces ទៀតអ្នកទាំងអស់គ្នាកាន់តែពិបាកយល់ពីគាត់តែម្ដងតែបើសិនជាធ្វើឲ្យ Pisces ស្រឡាញ់ហើយគឺស្រឡាញ់លះបង់អត់ខុសពី Scorpio មែនទេអូខេការស្រឡាញ់គឺវាលះបង់ធំធេងប៉ុន្តែ Pisces ក៏ជាមនុស្សម្នាក់ដែលអាចក្បត់អ្នកទាំងអស់គ្នាបានលឿនដូចគ្នាបើសិនជាគាត់ចង់ក្បត់អ្នកទាំងអស់គ្នាអញ្ចឹងត្រូវដឹងកន្លែងហ្នឹងណាដើម្បីកុំឲ្យ Pisces ក្បត់អ្នកទាំងអស់គ្នាតើតែអ្នកទាំងអស់គ្នាព្យាយាមបង្ហាញគាត់ឲ្យបានឃើញថាPisces ជានិយាយថាគាត់ទទួលបានដៃគូមួយដែលល្អសម្រាប់គាត់ហើយអញ្ចឹងគាត់អត់អាចទៅរកអ្នកផ្សេងបានទេតោះកន្លែងហ្នឹងអ្នកទាំងអស់គ្នាមានមធ្យោបាយអីខ្ញុំមិនដឹងទេណាប៉ុន្តែអានេះវាអាស្រ័យទៅលើការដែលអ្នកទាំងអស់គ្នាមើលថែពួកគាត់នឹងឯងថាអ្នកទាំងអស់គ្នាមើលថែគាត់តាមបែបមជ្ឈដ្ឋានបែបម៉េចឬមួយក៏តាមបែបវិធីណាយើងមកដល់ការមើលទាំងអស់គ្នាថាក្រុមតារានិករធាតុទឹកពួកគាត់ជួបអីគេខ្លះអូខេឬមួយក៏មានដំណឹងអីសម្រាប់ក្រុមតារានិករធាតុទឹកអូខេអញ្ចឹងអ្នកទាំងអស់គ្នាគួរស្វែងយល់បន្ថែមពីអត្តចរិតរបស់តារានិករធាតុទឹកទាំង3នេះបើសិនជាអ្នកទាំងអស់គ្នាមានពួកគាត់នៅក្នុងដៃអ្នកទាំងអស់គ្នាហើយអូខែមកម្ដង2អូវេអូខេខ្ញុំទទួលបានស្លឹកបៀអ្នកទាំងអស់គ្នាសម្រាប់ស្លឹកបៀទាំង3ដំបូងដែលធ្លាក់មកនេះគឺជាស្លឹកបៀ Seven of Pentacles the Tower ហើយនិង Two of Cups មកស្លឹកទៀតអូខេThe Knight of Pentacles អញ្ចឹងយើងសូមមើលបាតហូមានអីគេ
all two or sword ស្លឹកបៀនលេខ2មានដល់ទៅ2អ្នកទាំងអស់គ្នាសម្រាប់ស្លឹកបៀនទី1ដែលខ្ញុំបើកបានដំបូងគេមុនហ្នឹងគឺស្លឹកបៀ Seven of Pentacles អញ្ចឹង Seven of Pentacles វាគឺជាស្លឹកបៀដែលតកតងជាមួយនឹងធម្មពលដែលអ្នកនរគ្នាកំពុងតែជួបរឿងណាមួយដែលធ្វើឲ្យអ្នកនរគ្នា toxic ហើយពិបាកនៅក្នុងខ្លួនខ្លះទៅគឺគាត់បាត់បង់របស់អីមួយខ្លះទៀតគឺគាត់តែងតែមានអារម្មណ៍មួយថាខ្លួនឯងដូចជាខ្វះអ្វីមួយយ៉ាងនៅក្នុងជីវិតរបស់ខ្លួនឯងជាពិសេសគឺតារានិករ Pisces Scorpio ហើយនិង Cancer គឺអត់សូវអីម៉ាស់ទេធម្មពលគឺដូចជានឹងទេធម្មតាប៉ុន្តែបើសម្រាប់ Pisces វិញអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហារៀងធំច្រើនមែនតើហើយសម្រាប់ស្លឹក The Tower ដូចខ្ញុំនិយាយមុននឹងអញ្ចឹងថាពាក្យចឹងគឺធម្មពលតារានិករ Pisces ហើយ Scorpio ក៏ជួបរឿងខ្លះគួរសមប៉ុន្តែ Scorpio មួយ Cancer អាចដោះស្រាយបានហើយដែលសំខាន់ Cancer គាត់អាចនឹងជួបមនុស្សដែលគាត់ស្រឡាញ់ទៀតអូខេនៅក្នុងស្លឹក Two of Cups នេះអាចជួបមនុស្សដែលស្រឡាញ់អូខេឬមួយក៏ក្រុមតារានិករធាតុទឹកទាំង3បន្ទាប់ពី Pisces ជួបរឿងជាច្រើនឬមួយក៏ Scorpio គាត់ជួបរឿងញ៉ៃអីហ្នឹងគឺដោះស្រាយបានហើយអ្នកនរគ្នានឹងជួបមនុស្សម្នាក់អូខេជួបមនុស្សដែលគេអាចផ្ដល់ធម៌ពលគូស្នេហាអ្នកនរគ្នាជាមួយនឹងស្លឹកវា Two of Cups ដែលមួយស្លឹកនេះដូចជានិយាយអំពីធម្មពលគូ Twin Flame បុព្វេសន្តាវាឬមួយក៏អ្នកដែលគេផ្សំផ្គុំអ្នកទាំងអស់គ្នាតាំងពីអតីតជាតិមកហើយវ៉ាវគឺធម្មពលនេះគឺល្អមែនតើអញ្ចឹងសម្រាប់ស្លឹកបៀបន្ទាប់មកទៀតវាជាមួយនឹងស្លឹកបៀ The Knight of Pentacles អញ្ចឹងសម្រាប់ការងារខ្លះអូខេរឿងខ្លះអ្នកទាំងអស់គ្នាចង់ឲ្យវាបានជោគជ័យពេកអ្នកទាំងអស់គ្នាខំប្រឹងពេកអ្នកទាំងអស់គ្នាបាក់ថ្មងបាក់ស្បាបាក់អីមិនអាហ្នឹងជារឿងមួយដល់ខ្លះនិយាយមកថាវាជាមេរៀនជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាគួរណាស់តែប្រើពេលវេលារបស់អ្នកទាំងអស់គ្នាឲ្យមានតម្លៃជាងហ្នឹងដើម្បីឲ្យទទួលបានធម៌ពលនេះអូខេទទួលបានធម៌ពលនៃការនៃលទ្ធផលចុងក្រោយរបស់អ្នកទាំងអស់គ្នាអញ្ចឹងគ្រប់សពយ៉ាងទាំងអស់វាត្រូវការពេលវេលាកុំបង្ខំអូខេដូចសត្វឃ្មុំនេះអញ្ចឹងវាបង្ខំខ្លាំងពេកអ្នកទាំងអស់គ្នាឃើញស្លាប់វាអត់លួយអស់អូខេប្រឹងធ្វើសបុកខ្លាំងពេកដឹងតែអ្នកទាំងអស់គ្នាចង់ឲ្យបានផ្លែផ្កាដូចឃ្មុំនឹងធ្វើឲ្យចេញជាមាសអញ្ចឹងអូខេតែមួយកុំប្រខំយល់នៅហើយសម្រាប់ស្លឹកវានៅបាធូអានេះធម្មពលតារានិករ Pisces ពេញទីហ្មងអញ្ចឹងស្លឹកវា Two of Swords ពេលខ្លះអ្នកទាំងអស់គ្នាដែលជាតារានិករ Pisces នេះអូខេអ្នកទាំងអស់គ្នាខ្វះការអត់ធ្មត់អូខេមិនថាធ្វើអីទេឧទាហរណ៍ថាមានបញ្ហាមួយដៃគូមានបញ្ហាជាមួយនឹងមិត្តភក្តិអីចឹងអ្នកទាំងអស់គ្នាពេលខំអ្នកគ្នាដាក់បារាវទៅអស់មកអត់គិតពីលទ្ធផលចុងក្រោយទេឬមួយក៏អ្នកទាំងអស់គ្នាអាសាកុហកទៅកាន់មនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ឬមួយក៏ជាមិត្តភក្តិអីចឹងទៅដល់ពេលលទ្ធផលចុងក្រោយអ្នកទាំងអស់គ្នាក៏ដឹងដែរថាទៅជាយ៉ាងណាប៉ុន្តែនៅតែធ្វើទៀតអញ្ចឹងទៅការកាត់ផ្ដាច់ទំនាក់ទំនងមួយនេះអ្នកទាំងអស់គ្នាចំពោះអ្នកទាំងអស់គ្នាគឺវាអត់ងាយស្រួលទេដំបូងលឿនពិតមែនលឿនហើយបន្តមកទៀតគឺនឹកអញ្ចឹងអ្នកខ្លះទៀតដែលជាតារានិករ Pisces ឬមួយក៏ជាក្រុមតារានិករធាតុទឹកនេះកំពុងតែចង់បកទៅរកអ្នកចាស់វិញឬមួយក៏មនុស្សអ្នកនរគ្នាអាចបំភ្លេចបានអញ្ចឹងគិតឲ្យបានច្បាស់មុនពេលធ្វើអីមួយឬមួយក៏រឿងទាំងអស់នេះវាជាការ warning សម្រាប់អ្នកដែលគាត់មើលឃើញវីដេអូនេះផ្ទាល់បើសិនជាអ្នកទាំងអស់គ្នាមានធម៌ពលធាតុទឹកនៅក្នុងខ្លួន Sun Moon Rising ឬមួយក៏ជាតារានិករក្រុមធាតុទឹកតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាកុំធ្វើអីសម្រាប់ចិត្តលឿនពេកអាចនឹងស្ដាយក្រោយអូខេអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនតើណាហើយបើសិនជាមិនអញ្ចឹងទេខ្ញុំអស់អីប្រាប់អ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចង់តាមដានបន្ថែមទៀតកុំភ្លេចជួយ Subscribe YouTube របស់ខ្ញុំម្នាក់មួយផងណាបាយបាយ